everyone, let's go ជំរាបសួរដល់ពុកម៉ែបងប្អូនទីគោរពឥឡូវយើងមកទស្សនាពីការងារចាក់បេតុងដោយសារតែផ្លូវយើងឆ្ងាយហើយបេតុងយើងតិចយើងអត់បានកំងឡានបាញ់មកតែយើងមានឡានបរហូរមកហើយយើងចាក់បេតុងដោយជំនួយដោយអេសកាយើងបរហូរចូលដៃអេសកាហើយឲ្យអេសកាបូទៅទីតាំងកសដែលយើងត្រូវចាក់ហើយសូមបញ្ជាក់ដែរនេះយើងចាក់ដៃថាថាដូចខ្ញុំបានបញ្ជាក់អញ្ចឹងយើងអត់មានឡានបាញ់ទេមករសចូល75ផ្លានដែរអញ្ចឹងក្នុងមករសយើងដាក់ជាងចាប់ពី4នាក់ទៅ5នាក់មានទាមានខ្សែក្រវ៉ាត់សុវត្ថិភាពនេះអេសកាពេលដែលយើងបរហូរបេតុងចូលអេសកាហើយអេសកានឹងនាំបេតុងមកដល់ទីតាំងកសដែលយើងត្រូវចាក់យើងចាក់ខ្ពស់3ម៉ែត្រកន្លះហើយយើងដកសាច់ភ្នំប្រាប់ទឹកចឹងវាទៅ3ម៉ែត្រចាក់ខ្ពស់3ម៉ែត្រលើក្រុមនេះយើងចាក់បានមកអសហើយយើងត្រូវចល័តទីតាំងទាមកខាងមុខដើម្បីបន្តការងារបេតុងមកអសទៀតការតឡើងទាគ្នាដែរគឺយើងត្រូវតឡើងធ្វើម៉េចឲ្យវាស្មើទីតាំងជើងក្រោមវាត្រូវដាក់បន្ទះក្តារការពារដើម្បីកុំឲ្យនៅពេលដែលយើងឡើងទៅទម្ងន់សង្កត់មកតម្រូវជើងទាធ្វើឲ្យទាស្រុតធ្វើឲ្យទាអត់ស្មើវាអាចពុតណាស់ហានិភ័យខ្លាំងដល់បងជាងគាត់នៅខាងលើខាងនេះវិញយើងចាប់ដើមបន្តការងារចាក់សម្ដងទៀតហើយបាទឥឡូវយើងបន្ថែមនៅរន្ទាមកគូទៀតដើម្បីពន្លឿនការងារបេតុងយើងចាក់ឲ្យបានការទៅច្រើនក្រុមពន្លឿនការងារចាក់បេតុងយើងចាក់ឲ្យហើយក្នុងព្រឹកនេះសម្រាប់ការងារចាក់បេតុងសសរនេះដែរដោយសារតែយើងអត់មានឡានបាញ់គឺយើងចាក់ដៃហើយសកម្មភាពគឺបែបនេះយើងចាក់ដោយការហុចបេតុងតគ្នាហើយបងប្អូនឆ្ងល់មិនក៏យើងចាក់រោដោយសារតែបេតុងយើងចាក់ទៅវាតិចអញ្ចឹងយើងចាក់ឲ្យយើងបានប្រហែលជា3 4ទឹកបាទយើងរោជើងក្រោមហ្នឹងរោឲ្យវាសប់ហើយបាទយើងចាប់ដើមចាក់បន្តទៀតហើយយើងចាប់ដើមតឡើងមកទាទៀតហើយដូចគ្នាការតឡើងយើងដាក់ក្តារទ្រាប់ជើងទាយើងខាងក្រោមធ្វើម៉េចឲ្យវាស្មើដើម្បីការពារកុំឲ្យនៅពេលដែលយើងចាក់បេតុងវាផ្ទៃអត់ស្មើខាងលើហើយកម្លាំងសង្កត់ពីខាងលើមកធ្វើឲ្យទាយើងអាចដួលឬក៏រលំបានហើយនេះគឺជាសិតតែជាគេហៅថាធ្វើការដោយសុវត្ថិភាពការពារ
ចាក់ដោយស្កាយលឿនទេតែបើយើងអត់មានស្កាជួយឆ្ងាយដែរពីបេតុងពីឡានក្លុកបេតុងមកពីយ៉ាងអសរយើងត្រូវចាក់ចូលចិត្ត20ម៉ែត្រហើយអញ្ចឹងមកបានអសរម្ដាមយូរគឺបើចំណាយពេលយូរតែបើយើងមានស្កាជួយទេលឿនហើយឥឡូវយើងដាក់ដល់3ក្រុមទៀតអញ្ចឹងបេតុងហ្នឹងអាចចាក់យ៉ាងយូរត្រឹមតែ3ម៉ោងអីទេហើយខ្ញុំសូមបញ្ជាក់សសរនេះយើងចាក់សរុប12ដើមក្នុងមួយដើម5ផ្លានហើយសម្រាប់ការងារគិតបេតុងកំងបេតុងសម្រាប់បងធ្វើការងារនៅការដ្ឋានគាត់ដឹងពីរបៀបគិតបេតុងហើយការកំងបេតុងហើយនឹងការហៅបេតុងមកដល់ការដ្ឋានម៉ោងម៉ានប្រសិទ្ធការងារយើងចាក់ម៉ោងម៉ានបានរៀបចំជាងម៉ោងម៉ានបានអាហ្នឹងសិតតែបងប្អូនបងវិទ្យាករគាត់ចេះរៀបចំហ្នឹងនេះយើងក្តាមរោហើយបែរថាយើងចាក់បេតុងខ្ពស់បានជា3ទៅ4ទឹកយើងចាប់ដើមរោចក្រោមអាសាសិនដើម្បីកុំឲ្យបេតុងនៅខាងក្រោមវាពេលចាក់ហើយដោះពុំមកឃើញសោះក៏យើងរោដល់វាមានបញ្ហាអាចស្អុយនេះដូចគ្នាសកម្មភាពយើងគង់តែចាក់ដូចគ្នានៅខាងលើស្ទើរពាក់ខ្សែក្បាត់សុវត្ថិភាពការពារខ្លួនតែយើងគួរជាមួយនឹងគុំសសរគួរជាមួយនឹងកាន់ដៃហើយក្រោបពីគ្នាបងប្អូនបើសិនជាយើងអត់មានអេសកាជួយទេយើងមានមកវិធីទៀតតែយើងប្រើរទេះបេតុងយកបរហូរដាក់រទេះហ្នឹងមកហើយយើងអស់រទេះមកដល់ទីតាំងអសរយើងត្រូវចាក់ទៅហើយយើងបរហូរចូលក្បាក់នេះអញ្ចឹងអ្នកដែលគាត់ចាំចាក់គាត់ចាក់ទៅហើយមកក្រុមទៀតដែលចាំតែអស់បេតុងពីឡានមកចាំតែអស់អញ្ចឹងការងារយើងក៏អត់ផ្ទះហើយវាអាចនឹងយូរជាងការប្រើអេសកាហើយយើងបានអេសកាជួយការងារយើងក៏រៀងលឿនតែសម្រាប់ពលកម្មក៏អាចការឡើងតាមនឹងដែររយៈពេលកន្លះម៉ោងហើយយើងចាក់បានមួយសសរ2 3 4 5 5អសរហើយយើង12សសរអាចយ៉ាងយូរ2ម៉ោងកន្លះ3ម៉ោងឆាប់2ម៉ោងហើយនៅពេលដែលយើងចាក់សសរហើយយើងត្រូវកោះពុំអញ្ចឹងខ្ញុំនឹងធ្វើវីដេអូមួយទៀតនៅពេលដែលយើងកោះពុំយើងកោះមិនរបៀបកោះពុំមិនឲ្យយើងចាក់បានប៉ុន្មានម៉ោងបានយើងកោះបានយើងអាចធ្វើការលើវាបានខាងនេះអស់បេតុងហើយអញ្ចឹងយើងឲ្យស្កាគាត់មកជួយបង្ហូរបេតុងដែលយើងបានបង្ហូរចេញពីឡានដាក់ចូលក្នុងដៃ
ពីស្កាហ្នឹងគាត់បង្ហូរចូលក្បាច់ឯងបើបន្តការងារចាក់បេតុងក្នុងមួយដើមនេះបញ្ចប់ទៀតការងារបេតុងយើងចាក់ជា3ក្រុមហើយក្នុងមួយក្រុមយើងចាក់សមួយដើមពីអ្នកចាក់ចាំតែចាក់ទៅបេតុងអស់ពីស្កាគាត់នឹងយកបេតុងដែលបង្ហូរចេញពីឡានកន្លុកហ្នឹងដាក់ទៅតាមទីតាំងកសដែលត្រូវចាក់អរគុណដល់បងប្អូនទាំងអស់ដែលបានចូលរួមទស្សនានៅវីដេអូសកម្មភាពការងារចាក់បេតុងសសររបស់យើងហើយបេតុងយើងចាក់បានមួយសសរហើយខ្ញុំសូមបញ្ចប់តាមនេះសោះដោយសារតែការងារបេតុងការងារចាក់សសរបេតុងយើងគឺសកម្មភាពដដែលទាំងអស់អរគុណបងប្អូន